ចុះលេងទឹកស្រះស្លាប់ម្នាក់ក្នុងចំណោម4នាក់នៅខណ្ឌកំពូលក្មេងប្រុសម្នាក់ក្នុងចំណោមគ្នា4នាក់បានលង់ទឹកស្រះលិចបាត់ទម្រាំស្រង់បានស្លាប់បាត់ទៅហើយតែក្រុមគ្រួសារមិនអស់ចិត្តដឹកយកទៅមន្ទីរពេទ្យកុមារជាតិត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថាស្លាប់ហើយហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង 11:15 នាទីព្រឹកថ្ងៃទី 5 ខែឧសភា ឆ្នាំ 2025 នៅស្រះទឹកមុខវត្តជន្លង់មលូក្នុងភូមិព្រៃរងៀងសង្កាត់ភ្លើងឆរតេសខណ្ឌកំពូលរាជធានីភ្នំពេញក្មេងប្រុសរងគ្រោះមានឈ្មោះសិនវិរៈបុត្រអាយុ 11 ឆ្នាំជាកុមារកំព្រាឪពុកម្ដាយលែងលះគ្នាទៅរស់នៅផ្សេងគ្នាបច្ចុប្បន្នរស់នៅជាមួយជីតានៅបុរីសន្តិភាព 2 ភូមិដំណាក់ត្រយឹងសង្កាត់ចំចៅទី 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតាមសមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុក្មេងរងគ្រោះនិងក្មេង 3 នាក់ទៀតសរុបគ្នា 4 នាក់នៅវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី 5 ខែឧសភា ឆ្នាំ 2025 បាននាំគ្នាទៅលេងនៅវត្តជន្លង់មលូហើយបានចុះលេងទឹកស្រះមុខវត្តដែលមានជម្រៅ 4 ម៉ែត្រស្រាប់តែលង់លិចបាត់ក្មេងរងគ្រោះម្នាក់ខាងលើក្មេង 3 នាក់ទៀតស្រែករកអ្នកជួយត្រូវបានអ្នកធ្វើដំណើរតាមផ្លូវចុះរាវរកប្រទះឃើញនៅវេលាម៉ោង 11:15 នាទីបន្ទាប់ពីរកឃើញស្រង់បាននាំគ្នាទៅតាមហៅជីតាឲ្យមកជួយមើលដោយមិនអស់ចិត្តជីតាដឹកចៅយកទៅមន្ទីរពេទ្យកុមារជាតិត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថាស្លាប់បាត់ហើយតាំងពីមុនមកដល់ម្លេះករណីលង់ទឹកខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានជំនាញចុះទៅពិនិត្យសាកសួរដល់កន្លែងកើតហេតុទៅពិនិត្យកសោវិច័យនៅមន្ទីរពេទ្យរួចឃើញថាពិតជាបានស្លាប់ដោយសារលង់ទឹកហើយប្រគល់សពក្មេងរងគ្រោះជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តទួលសង្កែត្រយងនាំសារពិតគ្រប់ទីកន្លែង